ចាមកពីខាងបងស្រីអឺផលមារតីចាបងស្រីផលមារតីមកពីខាងខេត្តតាកែវចាគាត់សួរថាព្រះយេស៊ូវមានរូបរាងជាមនុស្សហើយក៏មានចិត្តជាមនុស្សដែរចាហេតុអីបានជាយើងហៅគាត់ថាជាព្រះចាគុណច្រើនអឺសំណួរនេះគឺល្អគឺល្អមែនតែនតែម្ដងពីព្រោះអីអ្នកខ្លះដោយយល់ថាអង្គព្រះយេស៊ូវគ្រីស្ទគឺជាមនុស្សឬមួយក៏ដោយសារតែព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ទើបតែប្រសូតយើងអាចនិយាយថាអឺទើបតែព្រះទើបតែកើតមកក្រោយអឺគេមកមុនអីចឹងទៅគឺមានព្រះនេះព្រះនោះកើតមុនឬក៏ព្រះកើតក្រោយហ្នឹងទៅយើងអាចនិយាយអំពីមុនឬក៏ក្រោយតាមការយល់ដឹងរបស់យើងហើយនៅពេលនេះទៀតគឺយើងបានឃើញអឺសំណួរនេះហើយគឺខ្ញុំគិតថាក្នុងតាមរយៈកម្មវិធីជីវិតផ្លាស់ប្រែគឺលោកគ្រូបានចែកចាយច្រើនដងហើយពីភាពជាព្រះរបស់អង្គព្រះយេស៊ូវគ្រីស្ទតែយ៉ាងណានេះជាសំណួរគឺជាការរំលឹកដល់អស់លោកបងប្អូនដែលកំពុងតែស្ដាប់ប្រហែលជាលោកបងប្អូនបានជ្រាបហើយក៏ដូចជាគាត់អ្នកដែលកំពុងតែសួរដែលថាព្រះយេស៊ូវព្រះអង្គមានរូបអង្គជាមនុស្សហើយក៏មានចិត្តជាមនុស្សដែរមិនបានជាហៅថាជាព្រះបាទចម្លើយគឺសាមញ្ញចេះដើម្បីឲ្យយើងយល់នៅពេលដែលអង្គព្រះយេស៊ូវគ្រីស្ទទ្រង់មកយករូបអង្គជាមនុស្សដូចជាយើងគឺព្រះអង្គមានសាច់មានឈាមមានការគិតមានយើងអាចនិយាយមួយទៀតគឺមានចិត្តមโนសញ្ចេតនាអាចពេលខ្លះព្រះអង្គមានអារម្មណ៍ទ្រង់ខ្ញាល់នៅពេលដែលឃើញអឺនរណាម្នាក់បានឬក៏មនុស្សជាច្រើនបានធ្វើការអាក្រក់នៅពេលដែលធ្វើការអាក្រក់គឺព្រះអង្គទ្រង់ខ្ញាល់គឺបង្ហាញពីអចិត្តរបស់ព្រះអង្គដែលមានដូចជាមនុស្សយើង100%ហើយនៅពេលខ្លះគឺយើងឃើញនៅក្នុងព្រះអង្គទ្រង់ផ្ទាល់យើងឃើញពេលខ្លះព្រះអង្គទ្រង់យំនៅពេលដែលអ្នកជាទីស្រឡាញ់មានការបាត់បង់អ្នកជាទីស្រឡាញ់ណាម្នាក់គឺព្រះអង្គបង្ហាញអំពីប្រតិយដូចជាមនុស្សយើងមានអារម្មណ៍នៅពេលដែលមានការបាត់បង់ព្រាត់ប្រាសអ្នកជាទីស្រឡាញ់របស់ខ្លួនយើងអាចឃើញសុទ្ធតែនៅក្នុងព្រះគម្ពីរដែលបានបង្ហាញដូចជានិយាយអំពីអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ព្រះកន្សែងយើងអាចឃើញនៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានចំពោះ11គឺនិយាយអំពីការដែលព្រះអង្គបង្ហាញពីប្រតិយទុកដាក់ពីការអាណិតដែលមានចំពោះទៅដល់លោកឡាសាគឺបង្ហាញអំពីព្រះអង្គមានរូបដូចជាមនុស្សហើយមានប្រតិយដូចជាមនុស្សយើងគឺព្រះអង្គស្ដាយព្រះអង្គយល់ពីអារម្មណ៍នៃការព្រាត់ប្រាសគឺព្រះអង្គមានអារម្មណ៍យល់ដូចជាយើងធម្មតាដូចគ្នាដែរហើយយើងអាចនិយាយពីពាក្យដែលអសប្បាយព្រះអង្គទ្រង់ក៏អសប្បាយនៅពេលដែលមានមនុស្សជាច្រើនបានយល់អំពីបំណងប្រហាតីព្រះយល់អំពីដំណឹងល្អដែលព្រះអង្គបានបង្រៀនដល់ពួកសិស្សទៅគឺយើងអាចឃើញនៅក្នុងការអធិដ្ឋានរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានចំពោះ15រហូតដល់ចំពោះទី17បានប្រាប់ថាវិញ្ញាណខ្ញុំបានលើកទៅសើររំកើងដល់ព្រះដែលព្រះអង្គបានឲ្យពួកអ្នកទាំងអស់នេះបានយល់អំពីដំណឹងនៃនគរព្រះគឺនៅពេលនោះគឺព្រះអង្គបានអធិដ្ឋានទៅកាន់ព្រះវរបិតាដោយអសប្បាយគឺបង្ហាញពីប្រតិយដូចជាមនុស្សយើងបេះដាក់គឺព្រះអង្គទ្រង់បង្ហាញពីអារម្មណ៍ខ្ញុំនិយាយថាអារម្មណ៍ហើយជាមួយគ្នាយើងឃើញពីអារម្មណ៍របស់ព្រះអង្គនៅពេលដែលគេប្រមាថមើលងាយព្រះអង្គគឺព្រះអង្គអត់គឺដោយសារតែការឈឺជប់ចាប់ដោយសេចក្តីអាម៉ាស់ដោយគេវាយគេបង្ខូចព្រះអង្គដោយអត់មានទោសសោះគឺព្រះអង្គបិទមាត់អត់មានតមាត់ពីព្រោះអីបើយើងនិយាយក្នុងភាសាមួយសាមញ្ញប្រាប់ថារឿងទាំងអស់ហ្នឹងមិនគួរណាធ្លាក់លើព្រះអង្គដែលអត់មានទោសអត់មានកំហុសទាល់តែសោះគេបង្ខុសព្រះអង្គដោយគ្មានការពិតសូម្បីតែបន្តិចរហូតដល់គេនាំស្មោបន្ទាល់មកបង្ខុសមកនិយាយមួលបង្កាច់ព្រះអង្គថាព្រះអង្គពិតជាចេះព្រះអង្គពិតជាចុះព្រះអង្គបានព្យាយាមបះបោព្រះអង្គព្យាយាមចង់បំផ្លាញចេះមួយចុះមួយក៏តែព្រះអង្គអត់មានហើបព្រះអោសដើម្បីតមាត់គឺព្រះអង្គបង្ហាញអំពីព្រះតីអត់ធ្មត់ផងហើយព្រះអង្គយើងនិយាយភាសាមួយទៀតគឺហួសចិត្តគឺដោយសារតែគេមួលបង្កាច់ផងព្រះអង្គនេះបង្ហាញអំពីព្រះតីខាងឯមនុស្សដូចជាយើងរាល់គ្នាដូចជាយើងរាល់គ្នាដែលព្រះអង្គមានគ្រប់ទាំងប្រតិយហ្នឹងហើយជាមួយគ្នាព្រះអង្គក៏មានអារម្មណ៍ក្នុងការដែលឈឺចុកចាប់
ព្រះអង្គពិតជាមានការជឿយកចាប់នៅពេលដែលគេវាយព្រះអង្គនៅពេលដែលគេយកព្រះអង្គទៅឆ្កាងគឺព្រះអង្គមិនបានសើចសប្បាយនៅពេលដែលគេវាយព្រះអង្គទេគឺព្រះអង្គបានឈឺហើយព្រះអង្គបានមានការស្រេកឃ្លានដូចជាមនុស្សយើងធម្មតាដែរគឺបង្ហាញពីអារម្មណ៍ទាំងអស់នេះខ្ញុំនិយាយអំពីបែបជាមនុស្សដែលព្រះអង្គនៅក្នុងរូបអង្គជាមនុស្សនេះបញ្ជាក់បង្ហាញប្រាប់ថាព្រះយេស៊ូវព្រះអង្គពិតជាមានប្រវត្តិមាននៅលើផែនដីនេះមែនកាលពីជាង 2000 ឆ្នាំមុនហើយដែលព្រះអង្គមានប្រវត្តិមាននៅលើផែនដីនេះគឺព្រះអង្គគឺជាមនុស្ស 100% គឺព្រះអង្គពិតជាមនុស្ស 100% ដែលមិនអាចប្រកែកថាវត្តមានឬក៏នាមរបស់ព្រះយេស៊ូវគ្រីស្ទគឺជានាមដែលប្រឌិតគឺមនុស្សណាឬក៏ក្រុមសាសនាបានបង្កើតបានលើកឈ្មោះម្នាក់ដែលមានឈ្មោះថាយេស៊ូវចេះតែលើកឈ្មោះឡើងតាមពិតអត់មានមិនមែនទេគឺអង្គព្រះយេស៊ូវគ្រីស្ទប្រកាសជាមាននៅលើផែនដីព្រះអង្គបានប្រសូតមកហើយព្រះអង្គមានអារម្មណ៍ដូចជាយើងធម្មតាដូចជាមនុស្សលោកឯទៀតគឺព្រះអង្គលៀនព្រះអង្គហេវព្រះអង្គឈឺយកចាប់ព្រះអង្គបង្ហាញនៅប្រតិយអាណត្តិអសូរព្រះអង្គពិតជាមានអារម្មណ៍ចំពោះការបាត់បង់ហើយព្រះអង្គក្រោធនៅពេលដែលឃើញវងមនុស្សនៅឃើញដែលមនុស្សបានធ្វើបាបនៅពេលដែលមនុស្សមិនបានលើកដំកើងព្រះបានយកព្រះវិហារព្រះយកទៅធ្វើជាកន្លែងលក់ដូរយកទៅធ្វើជាកន្លែងដែលគេរកស៊ីគឺព្រះអង្គមានការជឿចាប់ព្រះអង្គខឹងហើយព្រះអង្គបានបណ្ដេញពួកគេទាំងអស់គ្នានេះបញ្ជាក់ប្រាប់ថាព្រះអង្គពិតជាមានវត្តមាននៅលើផែនដីនេះប្រកបមែនគឺ 100% ព្រះអង្គគឺជាមនុស្សហើយព្រះអង្គបានប្រសូតមកហើយព្រះអង្គមានអារម្មណ៍ដូចជាយើង 100% ក៏ប៉ុន្តែក្នុងមួយផ្នែកទៀតក្រៅអំពីព្រះអង្គគឺជាមនុស្ស 100% ក្នុងរូបអង្គព្រះអង្គតែមួយអង្គគឺនាមថាយេស៊ូវគឺអង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គដែលក្រៅអំពីព្រះអង្គគឺជាអង្គបុគ្គលដែលជាមនុស្ស 100% ក៏ប៉ុន្តែព្រះអង្គទ្រង់ផ្ទាល់ព្រះអង្គមាននិស្ស័យមួយទៀតគឺព្រះអង្គគឺជាអង្គបុគ្គលគឺជាព្រះគឺអង្គបុគ្គលមួយអង្គនោះទៀតឯងគឺជាព្រះហើយព្រះគឺជានិស្ស័យមួយដែលនៅក្នុងរូបអង្គព្រះយេស៊ូវគ្រីស្ទដែលខ្ញុំបានបង្ហាញជាឧទាហរណ៍ក៏ដូចជាម្ចាស់សំណួរដែលបានប្រាប់ថាមានរូបជាមនុស្សហើយមានចិត្តជាមនុស្សត្រឹមត្រូវក៏ប៉ុន្តែគឺនៅក្នុងរូបអង្គជាមនុស្សហើយជាមួយនឹងចិត្តដែលជាមនុស្សនោះឯងគឺមានចិត្តមួយទៀតមាននិស្ស័យមួយទៀតដែលប្រហែលថ្ងៃមុនដូចជាថ្ងៃសុក្រឬក៏ថ្ងៃនេះដែលខ្ញុំនិយាយបានលើកជាបាត់ពាក្យហ្នឹងក៏ខ្ញុំភ្លេចបាត់ទៅហើយដែរអញ្ចឹងគឺសភាវៈគឺនៅក្នុងរូបអង្គព្រះយេស៊ូវគ្រីស្ទគឺមានសភាវៈដ៏ល្អមួយទៀតគឺជានិស្ស័យនោះឯងគឺជានិស្ស័យព្រះហើយដែលព្រះអង្គគឺជានិស្ស័យជាព្រះនឹងឯងដែលភាសាអង់គ្លេសហៅថា nature គឺនៅក្នុងរូបអង្គព្រះអង្គគឺមាននិស្ស័យមួយទៀត nature មួយទៀតគឺជាព្រះហើយជានិស្ស័យជាព្រះនឹងឯងគឺមិនមែនរីកចម្រើនធំធាត់ជាមួយនឹងរូបអង្គជាមនុស្សនោះទេមិនមែនចាប់ផ្ដើមមានកំណើតនៅក្នុងផ្ទៃរបស់ស្ត្រីដែលអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់មកទុំផ្ទៃនោះទេតែនិស្ស័យដែលជាព្រះនឹងឯងគឺមានមុនពេលដែលព្រះអង្គមកចាប់ទុំផ្ទៃស្ត្រីទៅទៀតគឺព្រះវត្តមានផងព្រះអង្គនិស្ស័យរបស់ផងព្រះអង្គគឺព្រះអង្គមានរូបអង្គបុគ្គលជាព្រះមួយរួចជាស្រេចទៅហើយរូបអង្គដែលជាព្រះនិស្ស័យដែលជាព្រះនឹងឯងដែលមនុស្សយើងមិនអាចនឹងមើលឃើញនឹងភ្នែកក៏ប៉ុន្តែព្រះអង្គគឺជាព្រះហើយនិស្ស័យផងព្រះអង្គនៅជាមួយនឹងគ្នាគឺយើងនិយាយបែបនេះគឺអង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គជាអង្គបុគ្គលហើយនៅក្នុងអង្គបុគ្គលរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺមាននិស្ស័យពីរដាច់ដោយឡែកពីគ្នាមួយគឺជានិស្ស័យមនុស្សហើយមួយទៀតគឺជានិស្ស័យព្រះហើយនិស្ស័យព្រះនឹងឯងគឺទ្រង់អកលជានិច្ចហើយនៅក្នុងភាពជាព្រះក្នុងនិស្ស័យជាព្រះផងព្រះអង្គដែលអកលនឹងឯងគឺព្រះអង្គទ្រង់គង់នៅតាំងពីមុនបំផុតកលហើយរបស់ទាំងអស់គឺបានកើតមកដោយសារទ្រង់គ្មានរបស់ណាមួយដែលកើតក្រៅអំពីអង្គព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គនៅក្នុងនិស្ស័យជាព្រះព្រះអង្គគឺជាព្រះដែលមិនទាន់បានយកនិស្ស័យជាមនុស្សទ្រង់បានបង្កើតនោះទេនៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានជំពូក1ខ3បានប្រាប់យើងយ៉ាងច្បាស់បានប្រាប់ថាគ្មានរបស់ណាមួយដែលកើតមកដែលទ្រង់មិនបានបង្កើតនោះទេគ្មានអ្វីណាមួយដែលកើតមកដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គមិនបានបង្កើតហើយវាកើតដោយខ្លួនឯងនោះទេគឺទាំងអស់
គឺបានកើតមកដោយសារតែអង្គព្រះយេស៊ូវគ្រីស្ទដែលជាព្រះហើយព្រះអង្គបានបង្កើតមុនពេលដែលព្រះអង្គទ្រង់ផ្ទាល់មកយកនិស្ស័យជាមនុស្សគឺព្រះអង្គបានមកប្រសូតជាមនុស្សគឺមុនពេលដែលព្រះអង្គបានប្រសូតមកជាមនុស្សគឺព្រះអង្គបានបង្កើតគឺគ្រប់របស់ទាំងអស់ហើយព្រះអង្គនៅក្នុងនិស្ស័យផងព្រះអង្គគឺព្រះអង្គបានដាក់កំណត់យ៉ាងជាក់លាក់យើងហៅថា decree គឺព្រះអង្គបានដាក់កំណត់យ៉ាងជាក់លាក់យ៉ាងច្បាស់គឺគ្មានអ្វីណាមួយដែលអាចកើតឡើងក្រៅពីដែនកំណត់ក្រៅពីការអនុញ្ញាតរបស់ផងព្រះអង្គទេដូច្នេះនេះគឺជាចំណុចមួយដែលយើងត្រូវយល់ចំណុចមួយដែលឡែកទៀតអំពីនិស្ស័យជាព្រះរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គគឺជាព្រះដែលនៅអកលជានិច្ចព្រះអង្គមិនបានចាប់កំណើតជាព្រះនោះទេគឺព្រះអង្គមានប្រវត្តិមានជាព្រះតាំងពីបំផុតកលរហូតដល់បំផុតកលគឺព្រះអង្គគឺជាព្រះហើយរបស់ទាំងអស់គឺកើតមកដោយសារតែព្រះអង្គដូចជាព្រះគឺព្រះយេស៊ូវគ្រីស្ទជាព្រះហើយនៅពេលដែលព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គមកយកនិស្ស័យជាមនុស្សជាព្រះនិស្ស័យជាព្រះរបស់ព្រះអង្គគឺឥតឈប់នោះទេគឺហើយក៏មិនបានរួញខ្លីដោយសារតែនៅក្នុងនិស្ស័យជាមនុស្សនោះដែរក៏ប៉ុន្តែនិស្ស័យផងព្រះអង្គដែលជាព្រះគឺព្រះអង្គទ្រង់ជ្រាបគ្រប់ទាំងអស់ក៏ប៉ុន្តែប្រវត្តិមានមកផងព្រះអង្គព្រះយេស៊ូវគ្រីស្ទដែលនៅក្នុងរូបភាពជាមនុស្សគឺព្រះអង្គគង់នៅជាមួយនឹងពួកសិស្សព្រះអង្គគង់នៅទីកន្លែងគឺកំណត់ដោយពេលវេលាកំណត់ដោយទីកន្លែងដែលព្រះអង្គទ្រង់គង់នៅក៏ប៉ុន្តែនិស្ស័យជាព្រះរបស់ព្រះអង្គទ្រង់ជ្រាបគ្រប់ទាំងអស់ទ្រង់តតឃើញគ្រប់ទាំងអស់ទ្រង់មានគ្រប់ទាំងអំណាចប្រជាស្ដាយើងឃើញនៅក្នុងរូបភាពអង្គព្រះយេស៊ូវនៅក្នុងរូបភាពជាមនុស្សគឺព្រះអង្គទ្រង់បង្ហាញឫទ្ធិបារមីផងព្រះអង្គជាព្រះនៅក្នុងរូបអង្គជាមនុស្សដោយព្រះអង្គទ្រង់យាងកាត់ទឹកព្រះអង្គយាងលើទឹកដែលគ្មានមនុស្សណាម្នាក់ដែលអាចដើរលើទឹកបានគឺមនុស្សអាចហែលទឹកក៏មិនតែមនុស្សមិនអាចដើរលើទឹកដូចជាដើរលើដីគោកបានទេតែអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ធ្វើបានដោយសារតែព្រះអង្គមាននិស្ស័យជាព្រះហើយព្រះអង្គបានប្រើអំណាចនៅក្នុងរូបអង្គជាព្រះនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទបង្ហាញឫទ្ធិបារមីព្រះអង្គបានប្រើអំណាចដើម្បីព្យាបាលជំងឺដែលព្រះអង្គទ្រង់គ្រាន់តែមានបន្ទូលដែលព្រះអង្គគ្រាន់តែប៉ះដែលព្រះអង្គគ្រាន់តែបណ្ដេញនោះជំងឺក៏បានជាដែលគ្មានមនុស្សណាម្នាក់នៅលើផែនដីអាចធ្វើបានទេក៏ប៉ុន្តែព្រះអង្គដែលមាននិស្ស័យជាព្រះនៅក្នុងរូបអង្គជាមនុស្សគឺព្រះអង្គធ្វើឫទ្ធិបារមីទាំងអស់នោះហើយយើងឃើញនៅក្នុងដំណឹងល្អយ៉ូហានដែលសង្ខេបប្រាប់យើងយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរនេះនៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានជំពូក20ខ30និងខ31សាវកយ៉ូហានបានប្រាប់ថាគឺបានសរសេរត្រឹមនេះគឺបញ្ចប់ត្រឹមនេះគ្រប់ទាំងកិច្ចការដែលព្រះអង្គព្រះយេស៊ូវគ្រីស្ទបានធ្វើទាំងអស់ដែលព្រះអង្គទ្រង់ប្រោសមនុស្សខ្វាក់ឲ្យបានមើលឃើញប្រោសមនុស្សពិការឲ្យបានដើរឡើងវិញមនុស្សស្លាប់ឲ្យរស់ឡើងវិញគឺឡាសាគឺឲ្យមានជីវិតរស់ឡើងវិញហើយព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជាបណ្ដេញអារក្សនិងព្យាបាលព្រមទាំងបង្រៀនមនុស្សឲ្យបានពីនគរព្រះដូច្នេះសាវកយ៉ូហានបានប្រាប់ថាទាំងអស់នេះបើទោះបីជាបាទស្មៅនៅលើផែនដីនេះទាំងមូលបាទស្មៅទាំងអស់គឺធ្វើជាស្លាបកាក៏មិនអាចសរសេរអំពីកិច្ចការអំពីព្រះយេស៊ូវគ្រីស្ទអស់ដែរក៏ប៉ុន្តែគឺសរសេរបានប៉ុណ្ណឹងដើម្បីឲ្យយើងជឿថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះយេស៊ូវគឺជាព្រះពិតប្រាកដមែនពីមុនឬក៏ក្រោយអត់មានព្រះពិតណាក្រៅអំពីព្រះយេស៊ូវទេគ្រប់របស់ទាំងអស់គឺបានកើតមកអំពីព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គគឺជាព្រះដូច្នេះសំណួរដែលសួរថាតើព្រះយេស៊ូវគ្រីស្ទព្រះអង្គមានរូបអង្គជាមនុស្សហើយព្រះអង្គមានចិត្តដូចជាមនុស្សហេតុអ្វីបានជាហៅបានរាប់ទ្រង់ថាជាព្រះយើងមិនបានលើកព្រះអង្គជាព្រះទេក៏ប៉ុន្តែយើងដែលជាគ្រីស្ទានយើងទទួលស្គាល់ថាបាទយើងទទួលស្គាល់យើងអត់បានលើកព្រះអង្គឲ្យคล้ายជាព្រះទេក៏ប៉ុន្តែគឺយើងទទួលស្គាល់ថាព្រះអង្គគឺជាព្រះពិតមែនតាមបទគម្ពីរគឺយើងអត់អាចប្រកែកបានពីព្រោះក្នុងបទគម្ពីរបានបង្ហាញយើងយ៉ាងច្បាស់ហើយយើងមកដល់សពថ្ងៃនេះយើងឃើញមានមនុស្សជាច្រើនគ្រប់ជាតិសាសន៍នៅលើផែនដីទទួលស្គាល់ថាព្រះយេស៊ូវព្រះអង្គគឺជាព្រះហើយមានតែព្រះអង្គតែមួយគត់ដែលអាចជ្រាបពីបំណងចិត្តរបស់យើង
របស់មនុស្សយើងមានតែព្រះអង្គតែមួយអង្គគត់ដែលដឹងពីផ្លូវណាដែលយើងត្រូវទៅហើយផ្លូវណាដែលយើងមិនត្រូវទៅគឺព្រះអង្គទ្រង់ជ្រាបច្បាស់គឺព្រះអង្គទ្រង់ជ្រាបពីបំណងចិត្តរបស់យើងម្នាក់មុនពេលដែលគំនិតនៅក្នុងចិត្តរបស់យើងកើតមកគឺអង្គព្រះយេស៊ូវគ្រីស្ទទ្រង់ជ្រាបរួចជាស្រេចហើយគ្រីស្ទានទូទាំងពិភពលោកគឺទទួលស្គាល់ភាពជាព្រះរបស់អង្គព្រះយេស៊ូវគ្រីស្ទទទួលស្គាល់ព្រះអង្គគឺជាព្រះមិនមែនយើងលើកព្រះអង្គជាព្រះនោះទេគឺព្រះអង្គទ្រង់ផ្ទាល់គឺជាព្រះក្នុងន័យអវិជ្ជមានខ្ញុំសូមលើកក្នុងន័យអវិជ្ជមានទោះបីជាអស់លោកបងប្អូនដែលកំពុងតែស្ដាប់មិនមែនជាអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គសំទោសហើយអស់លោកបងប្អូនបានបដិសេធប្រកែកចោតប្រកាន់ប្រមាថដល់ព្រះយេស៊ូវគ្រីស្ទដោយបន្ទាបព្រះអង្គឲ្យដូចជាអ្វីដែលបងប្អូនកំពុងតែគិតក្នុងន័យអវិជ្ជមានក៏ដោយក៏ប៉ុន្តែអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គនៅតែជាព្រះគឺព្រះអង្គគឺជាព្រះដែលអស់កលជានិច្ចគឺមិនមែនដោយសារតែយើងបង្អាប់ព្រះអង្គនោះព្រះអង្គคล้ายទៅជាព្រះអន់នោះទេហើយមិនមែនដោយសារតែខ្ញុំហើយនឹងលោកគ្រូក៏ដូចជាបងស្រីទូចនិងបងប្អូនកំពុងតែស្ដាប់ជាច្រើនអ្នកនឹងអស់លោកបងប្អូនដទៃផ្សេងទៀតលើកដំកើងព្រះអង្គនោះទើបព្រះអង្គคล้ายទៅជាព្រះនោះទេក៏ប៉ុន្តែព្រះអង្គគឺជាព្រះដូច្នេះអង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គគឺជាព្រះអស់កលជានិច្ចហើយនៅថ្ងៃនេះព្រះអង្គនៅតែជាព្រះហើយព្រះអង្គកំពុងតែតតមើលព្រះអង្គកំពុងតែស្ដាប់មើលយើងទាំងអស់គ្នាហើយព្រះអង្គកំពុងតែបង្គាប់ឲ្យយើងទាំងអស់គ្នាបានកែប្រែចិត្តបែរចេញអំពីចរិតបែរចេញអំពីផ្លូវនៃការគិតរបស់យើងមកគិតតាមព្រះវិញមកស្វែងរកព្រះវិញមកស្វែងរកនគរព្រះវិញហើយស្វែងរកនគរព្រះស្វែងរកព្រះឃើញគឺមានតែមកជឿលើព្រះយេស៊ូវគ្រីស្ទតែមួយព្រះអង្គគត់ត្បិតនៅលើផែនដីយើងនេះក្រោមមេឃនេះអត់មាននាមឈ្មោះណាទៀតប្រទានឲ្យមនុស្សលោកបានទទួល